សូមអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទសូមថតជាវីដេអូមួយដែលខ្ញុំបាទក្នុងនាមជាមន្ត្រីមន្រូបដើរតួជាហៅថាចលនាធ្វើការនៅសាលាក្រុងពោធិ៍សាត់ដើម្បីសម្អាតអនាម័យបរិស្ថានតាមដងផ្លូវតាមដីទន្លេឬក៏ហៅថាការគ្រប់គ្រងសម្រាមសម្បល់រឹងទីប្រជុំជនឲ្យស្អាតនេះខ្ញុំចង់បង្ហាញខ្សែផ្លូវមួយខ្សែគឺគេហៅថាខ្សែផ្លូវលេខ155ដែលផ្លូវនេះគឺជាផ្លូវដ៏សំខាន់មួយរបស់ក្រុងពោធិ៍សាត់ដែលតភ្ជាប់ពីផ្លូវជាលេខ5នៅក្រុងពោធិ៍សាត់រហូតដល់ព្រំប្រទល់នៃស្រុកភ្លុកប្រវាញនិងរហូតទៅដល់ស្រុកវាលវែងបាទជាខ្សែផ្លូវសេដ្ឋកិច្ចមួយវា3ស្រុកបាទ3ស្រុកក្រុងមួយតែជារួមចង់បង្ហាញភាពស្អាតបាទភាពស្អាតនៃដងផ្លូវហើយនឹងការបំពាក់នៅបំពូលភ្លើងសងខាងផ្លូវនេះបាទដើម្បីសុវត្ថិភាពពេលយប់អញ្ចឹងបណ្ឌិតឃើញការរៀបចំអនុវត្តផែនការគោលដៅសម្អាតអនាម័យបរិស្ថានស្អាតឃើញទេបងប្អូនយើងតាមដងផ្លូវគឺស្អាតហ្មងបាទស្អាតអត់មានសម្រាមទេបាទអត់មានសម្រាមទេនេះគឺដោយសារពីការចូលរួមបាទពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់គ្នាគ្រប់មជ្ឈដ្ឋានទូទៅដែលបានហៅថាមិនចោលសម្រាមផ្ដេសផ្ដាស់តាមដងផ្លូវមិនមានសម្រាមរាយប៉ាយតាមដងផ្លូវទេឃើញថាមានភាពបៃតងស្មៅបៃតងស្អាតដើមឈើស្អាតអមជាមួយនឹងបំពាក់នៅបំពូលភ្លើងយើងនេះបាទនេះបាទឃើញទេបាទបំពូលភ្លើងបាទសងខាងផ្លូវរហូតដល់ព្រំប្រទល់នៃស្រុកទាំង3ហ្នឹងបាទនេះបាទឃើញទេបាទភាពស្អាតយើងអាចស្ដែងចេញថាការរស់នៅស្អាតបែបនេះដងផ្លូវស្អាតហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយក្នុងការធ្វើដំណើរយើងអាចទស្សនានៅទេសភាពភាពស្អាតអនាម័យនៃដងផ្លូវរបស់យើងទាំងអស់គ្នាតើបងប្អូនយល់យ៉ាងម៉េចដែរបាទយល់យ៉ាងម៉េចដែរអាចជួយចូលរួមខមមិនទាំងអស់គ្នាហើយនឹងបើសិនជាមានចំណុចខ្វះខាតអីផ្សេងទៀតសូមបងប្អូនជួយចូលរួមដើម្បីយើងស្ថាបនាគ្នាដើម្បីឲ្យស្រុកទេសភូមិឃុំយើងមូលដ្ឋានយើងទីក្រុងយើងស្អាតបាទជាទីក្រុងមានអនាម័យភាពស្អាតស្រស់បំព្រងហៅថាមិនមានសម្រាមតាមដងផ្លូវទេបាទយើងចង់បានរចនាសម្ព័ន្ធដ៏ស្អាតបែបនេះហើយលើកមុខមាត់ប្រទេសជាតិយើងលើកមុខមាត់ខេត្តយើងលើកមុខមាត់ទីក្រុងយើងទាំងអស់គ្នាបាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ក្រុងពោធិ៍សាត់ហើយក៏ជាមន្ត្រីរាជការមួយរូបដែរដែលអនុវត្តការងារហៅថាអនាម័យបរិស្ថានសម្រាប់ធ្នាប់នេះបាទគឺខ្ញុំសប្បាយចិត្តនឹងធ្វើហើយសប្បាយចិត្តនឹងរៀបចំបន្តទៀតដើម្បីលើកមុខមាត់សម្ព័ន្ធភាពអនាម័យបរិស្ថាននេះដើម្បីឈានទៅដល់ការប្រកួតប្រជែងភាពស្អាតរបស់យើងនឹងជាមួយនឹងដៃគូប្រទេសជាប់យើងបាទប្រទេសជាប់យើងក៏បីគេថាឲ្យទៅមកពោធិ៍សាត់មកស្រុកខ្មែរមកអីទៅមិនមានភាពស្អាតអញ្ចឹងយើងអាចឆ្លុះបញ្ចាំងទាំងអស់នេះដើម្បីជាភាពហៅថាមោទនភាពជាតិមោទនភាពនៃការអនុវត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមផ្ញើនៅព្រៃនៅកលឹកក៏ដូចជាថតនៅវីដេអូបាទនៃខ្សែផ្លូវដែលថាมันមានសម្រាមនេះដើម្បីជាសារចែកម្លែកមួយបាទជាសារចែកម្លែកក៏ដូចជាការផ្សព្វផ្សាយហើយក៏ដូចជាហៅថាបង្ហាញនៅភាពហៅថាវិជ្ជមានមួយភាពវិជ្ជមានមួយមួយផ្នែកក្នុងការចូលរួមហៅថាអនាម័យបរិស្ថានបាទជារួមហៅថាអនាម័យបរិស្ថាននិងភាពស្អាតនៅក្នុងមូលដ្ឋានជាកត្តាសំខាន់ដែលចាំបាច់ត្រូវតែស្អាតទាំងអស់គ្នាដើម្បីសុខុមាលភាពសង្គមដើម្បីសុខុមាលភាពជីវិតយើងរស់នៅនិងដើម្បីសុខុមាលភាពសង្គមគ្រួសារយើងគ្រប់គ្នាបាទគ្រប់គ្នាបាទសូមអនុញ្ញាតគោរពអរគុណនិងសូមអរគុណដល់បងប្អូនទាំងអស់គ្នាក្នុងការចូលរួមទស្សនាក៏ដូចជាចូលរួមស្ថាបនាបន្តទៀតដើម្បីឲ្យមានការហៅថាស្រោះដៃគ្នាដើម្បីអនុវត្តការងារនេះឲ្យជោគជ័យទាំងអស់គ្នាបាទអរគុណ